ពុកម៉ែតើពុកម៉ែដឹងទេថ្ងៃដែលកូនយូវ៉ាលីដើរចេញពីផ្ទះដ៏កក់ក្ដៅរបស់យើងកូនឃើញកែវភ្នែកពុកនិងម៉ែដែលពោពេញដោយការបារម្ភទោះបីមាត់និយាយថាកុំបារម្ភអីកូនទៅចុះតែក្នុងចិត្តកូនដឹងច្បាស់ថាពុកនិងម៉ែនឹកកូនតាំងពីកូនមិនទាន់ចេញផុតពីរបងផ្ទះមកម្លេះថ្ងៃនោះកូនមិនហ៊ានងាកក្រោយមើលពុកម៉ែយូរទេព្រោះខ្លាចទឹកភ្នែកកូនហូរចេញមកធ្វើឲ្យពុកម៉ែកាន់តែបារម្ភកូនចាក់ចេញតែកាយប៉ុន្តែចិត្តវិញ្ញាណរបស់កូនហាក់នៅតែចង់រស់នៅក្បែរពុកម៉ែជានិច្ចកូនជិះម៉ូតូចេញទាំងទឹកភ្នែកហូរកាត់ផ្ពាល់បេះដូងកំពុងតែក្តុកក្តួលហើយកូនពិតជាចង់ស្រែកប្រាប់ពិភពលោកនេះថាហេតុអ្វីខ្ញុំត្រូវតែឃ្លាតគ្នាទាំងឈឺចាប់បែបនេះពុកម៉ែកូនពិតជាមិនចង់ឃ្លាតពីពុកម៉ែឡើយកូនមិនចង់ទៅណាចោលផ្ទះដែលធ្លាប់ដេកមិនចង់ចោលបាយសម្លដែលពុកម៉ែធ្លាប់ដួសឲ្យនិងមិនចង់ឃ្លាតពីពាក្យទូមានដែលពុកម៉ែតែងតែនិយាយរាល់ល្ងាចឲ្យកូនស្ដាប់ប៉ុន្តែព្រោះតែជីវភាពព្រោះតែអនាគតនិងព្រោះតែចង់ឲ្យពុកម៉ែមានមោទនភាពទើបកូនត្រូវបង្ខំចិត្តដើរចេញទាំងទឹកភ្នែកកូនដឹងថាពុកម៉ែនឹកកូនប៉ុន្តែកូនក៏ចាំប្រាប់ពុកម៉ែថាកូននៅទីនេះក៏នឹកពុកម៉ែខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានដែរពុកអើយម៉ែអើយកូនសុំទោសដែលកូនមិនអាចមើលថែពុកម៉ែដោយផ្ទាល់ដៃកូនបានក្នុងចិត្តកូនកូនពិតជាមិនចង់ឃ្លាតពីស្រុកកំណើតសូម្បីតែមួយថ្ងៃក៏កូនមិនចង់ទៅណាឆ្ងាយដែររាល់ពេលដែលកូនឃើញរូបថតពុកនិងម៉ែតាមទូរស័ព្ទកូនតែងតែលួចជូតទឹកភ្នែកម្នាក់ឯងព្រោះនឹកភាពកក់ក្ដៅនៃផ្ទះរបស់យើងពុកម៉ែថ្ងៃដែលកូនចាក់ឆ្ងាយពីស្រុកកូនសន្យានឹងខ្លួនឯងថាត្រូវតែរឹងមាំប៉ុន្តែនៅពេលយប់ស្ងាត់ពេលដែលកូននឹកដល់ពាក្យផ្ដែផ្ដាំរបស់ម៉ែនឹកដល់ដៃលារបស់ពុកកូនទប់ទឹកភ្នែកមិនបានឡើយកូនដឹងថាពុកនិងម៉ែតែងតែចាំមើលផ្លូវកូននិងចាំស្ដាប់ដំណឹងកូនសូមពុកម៉ែជឿចុះទោះបីជាកូននៅឆ្ងាយរាប់រយគីឡូដីក៏បេះដូងកូននៅតែក្រាបក្បែរជើងពុកនិងម៉ែជានិច្ចកូននឹងខំប្រឹងហើយឆាប់បានត្រឡប់ទៅជួបជុំគ្នាវិញទោះបីកូននៅឆ្ងាយប៉ុន្តែបេះដូងកូននៅតែជាប់មាត់របស់ផ្ទះយើងជានិច្ចពុកម៉ែកូនពិតជានឹកពុកម៉ែខ្លាំងណាស់